តែអ្នកទាំងអស់គ្នាបានដឹងពីការថែទាំនិងការព្យាបាលស្បែកទៅតាមវ័យនៃអាយុរបស់អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ដឹងច្បាស់ទេថ្ងៃនេះខ្ញុំចែករំលែកខ្លះៗក្នុងការព្យាបាលទៅតាមវ័យរបស់អ្នកទាំងអស់គ្នាចឹងទី1តាក់ទងជាមួយនឹងអ្នកដែលមានវ័យជំទង់រហូតដល់អាយុ20ឆ្នាំជាទូទៅភាគច្រើនអាចនឹងមានបញ្ហាឡើងមុននៃដោយសារតែកាពីញើសរបស់គាត់ផលិតច្រើនទី1ទី2តាក់ទងជាមួយនឹងអរម៉ូនរបស់គាត់អញ្ចឹងគាត់អាចទទួលការព្យាបាលតាក់ទងជាមួយនឹងបញ្ហាមុនសិនដើម្បីជៀសវាងកុំឲ្យបញ្ហាមុនហ្នឹងវាវិវត្តទៅរកបញ្ហាខ្មុកទៅថ្ងៃក្រោយចឹងទី2តាក់ទងជាមួយនឹងវ័យអាយុចន្លោះពី20ឆ្នាំរហូតដល់30ឆ្នាំខ្ញុំអាចណែនាំឲ្យធ្វើការចាក់ skin booster បានទៅតាមករណីរបស់ស្បែករបស់គាត់ដែលគាត់មានហើយមួយយ៉ាងវិញទៀតបើសិនជាគាត់មានលេខឡើងនៅស្នាមជ្រៀតជ្រួញខ្ញុំអាចណែនាំឲ្យធ្វើការចាក់ botox បានហើយបើសិនជាគាត់មានស្នាមfin line ជ្រួញទូចៗនៅខាងក្រោមភ្នែកឬក៏នៅលើថ្ងាសឬក៏នៅចុងវិញមាត់អីហើយជាមួយនឹងរុនព្រិចធំអីខ្ញុំអាចណែនាំឲ្យធ្វើ microneedling RF បានដែលជួយធ្វើឲ្យមានការប្រសើរឡើងនៃសុខភាពស្បែកមុខរបស់គាត់ហើយទី3តាក់ទងជាមួយនឹងអ្នកដែលមានវ័យអាយុចាប់ពី30ឆ្នាំឡើងទៅខ្ញុំអាចណែនាំធ្វើការចាក់ botox បានពីព្រោះក្នុងវ័យហ្នឹងស្នាមជ្រៀតជ្រួញប្រកាសជាកើតមានឡើងហើយអញ្ចឹងយើងត្រូវការពារកុំឲ្យស្នាមដែលយើងធ្វើចលនាលើផ្ទៃមុខរបស់យើងហ្នឹងវិវត្តទៅជាស្នាមដែលវានៅលើស្បែកយើងជាប់រហូតហើយនៅក្នុងវ័យហ្នឹងផងដែរបើសិនជាគាត់មានបញ្ហាមុខរៀងបាក់រៀងផតអីអាចធ្វើការចាក់ biostimulator បានហើយនៅក្នុងវ័យនឹងដែរប្រកាសជាមានការធ្លាក់តម្រង់មុខតិចតួចអញ្ចឹងអ្វីដែលអាចព្យាបាលបានខ្ញុំអាចណែនាំតាក់ទងជាមួយនឹងប៉ាសិនបតឹងមួយចំនួនដូចជា HIFU ឬក៏ RF ហើយជាចុងក្រោយតាក់ទងជាមួយនឹងអ្នកដែលមានវ័យចាប់ពីអាយុ40ឆ្នាំឡើងឬក៏50ឆ្នាំឡើងខ្ញុំអាចណែនាំធ្វើការចាក់ botox គឺត្រូវតែចាក់ទី1អញ្ចឹងខ្ញុំអាចណែនាំម៉ាស៊ីនបតឹងមួយចំនួនដែលនៅ clinic យើងមានដូចជា Ortherapy Prime ក៏ដូចជាម៉ាស៊ីន Surfហើយក៏ដូចជាម៉ាស៊ីន HIFU និង RF មួយចំនួនទៀតដែលជួយឲ្យស្បែកមុខរបស់គាត់ចាប់ផ្ដើមតឹងហាប់ណែននិងក្មេងជាងវ័យហើយមួយទៀតក៏អាចធ្វើការចាក់ biostimulator បានដែរបើសិនជាមុខគាត់មានសភាពយាធ្លាក់ឬក៏មានការផតនៅទីតាំងណាមួយអញ្ចឹងអានេះគ្រាន់តែជាការណែនាំរបស់ខ្ញុំទេប៉ុន្តែទៅតាមស្បែកពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់គឺខុសគ្នាអញ្ចឹងខ្ញុំណែនាំឲ្យធ្វើការពិគ្រោះជាមុននឹងទទួលការព្យាបាល